បាទបងហើយថ្ងៃនេះចង់ណែនាំតេតងជាមួយនឹងប្រអប់ផ្សេងយើងមានច្រើនຂະຫນាតបងតេតងមួយប្រអប់ផ្សេងហើយប្រអប់ដែលខ្ញុំកំពុងលើកនេះຂະຫນាត20គុណនឹង30បងតឹងហើយកម្ពស់20បណ្ដោយ30ហើយយើងមានរុនចោះគ្រប់គ្រាន់ទាំងមុខទាំងក្រោយហើយយើងមានຂະຫນាតលទូជាងគេមាន15គុណនឹង20ຂະຫນាតនេះបងនេះសម្រាប់ផ្សេងហុងកុង Lovebird អីអាចដាក់បានបងហើយយើងក៏មានភេទផ្ទះទូចដែរអាហ្នឹងក៏ដាក់បានដែរបង Lovebird ហើយនឹងសេកហុងកុងអីអាចដាក់បានដូចគ្នាដែរយើងនឹងមានផ្ទះភេទចាបធំមួយទៀតអានេះអាចដាក់បានទាំងព្រៀបនិងចាបឬក៏សេកក៏អាចដាក់បានដែរបងຂະຫນាតនេះហើយសាច់ផ្ទះទៅតឹង2ទឹកមកកម្ពស់វាចូល2ទឹកកន្លះភេទផ្ទះប៉ុន្តែយើងប្រើប្រភេទឈើខុសគ្នាបងផ្ទះចាបធំនេះយើងប្រើប្រភេទឈើក្តារកស៊ូគៀបល្អវាខុសពីប្រអប់ផ្សេងដែលយើងធ្វើចេញពីក្តារកុងផ្លាកេខ្មែរតែមានកម្រាស់រហូតដល់8លីបងតេតងជាមួយនឹងប្រអប់ផ្សេងហើយសម្រាប់ផ្ទះក៏ដូចជាប្រអប់នេះមិនមែនប្រើបានតែសេកមួយបងអាចប្រើបានច្រើនជម្រើសបងប្រអប់ប្រភេទផ្កាត់ឲ្យតែយើងអាចចាក់បានអាវងក៏យើងដាក់បានព្រៀបក៏ដាក់បានដូចគ្នាដែរបងទាំងប្រភេទផ្ទះហើយនិងប្រភេទប្រអប់គាត់ប្រអប់យើងមានទ្វារមានកលឹះយើងងាយស្រួលបើកសម្អាតក៏ដូចជាបើកឆែកមើលពងឬកូនទូចបានបង